But this day បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានidiom ឬក៏យើងហៅថា idiomatic ឬក៏យើងហៅថា expression ដែលយើងអាចសម្រួលជាភាសាខ្មែរថាសំនួនសេចក្តីកាលពីវីដេអូមុនបងប្អូនទាំងគ្នាបានទស្សនានៅវីដេអូតាក់ទងទៅនឹងសំនួនសេចក្តីជាច្រើនតាក់ទងទៅនឹងសត្វតាក់ទងទៅនឹងបន្លែតាក់ទងទៅនឹងអីចឹងមកច្រើនទៀតណានៅក្នុងវីដេអូនេះគឺខ្ញុំមាន expression មួយដែលជាភាសាបារាំងយើងនិយាយថា avoir les dents longues avoir les dents longues បើសិនជាយើងប្រែសម្រួលពាក្យនីមួយៗដែលយើងហៅថា mot à mot avoir ប្រែថាមានកិច្ចសព្ទ avoir ណាហើយ les dents ប្រែថាធ្មេញ la dent មកប្រែថាធ្មេញមួយទៀត longue ជាគុណនាមដែលប្រែថាវែងអញ្ចឹង expression នេះ avoir les dents longues មានន័យថាមានធ្មេញវែងនេះគឺយើងប្រែតាមន័យត្រង់ប៉ុន្តែសំនួនសេចក្តីនេះមានន័យមិនដូចនេះទេមានន័យបែបផ្សេងណាមែនតើពាក្យថា dong នេះយើងអាចប្រែថាធ្មេញន័យត្រង់ឬក៏បើសិនជាសត្វយើងអាចនិយាយថាអាចថាចង្កូមអីចឹងទៅណាចង្កូមអីចឹងទៅអញ្ចឹងចង្កូមវាបង្ហាញអំពីឧទាហរណ៍តោមានចង្កូមអីចឹងទៅមានថាជាសត្វចង្កូមមាំខ្លាំងអីចឹងទៅណាអូខេមែនតើអត្ថន័យនៃសំនួនសេចក្តីនេះគឺមានន័យថាមនុស្សដែលមានមហិច្ឆតាអូខេអញ្ចឹងឧទាហរណ៍ថាje ferai des grandes choses j'ai les dents longues encore une foisម្ដងទៀត je ferai de grandes choses j'ai les dents longues មានន័យថាខ្ញុំធ្វើរឿងសំខាន់ខ្ញុំឬក៏យើងនិយាយថាខ្ញុំនឹងធ្វើកិច្ចការធំខ្ញុំជាមនុស្សដែលមានមហិច្ឆតាអូខេអញ្ចឹង expression avoir les dents longues មានន័យថាមនុស្សដែលមានមហិច្ឆតាជាមនុស្សមានមហិច្ឆតាអូខេដែលយើងអាចប្រើសម្រួលជាភាសាអង់គ្លេសក៏បានដែរមានថា to be ambitious សំទោសបើខ្ញុំនិយាយភាសាអង់គ្លេសអត់ត្រូវណាអូខេបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងណាគឺតោះនេះអាចប្រើប្រាស់បានអូខេអញ្ចឹងឃ្លានេះក៏ល្អដែរសម្រាប់ជា motivation សម្រាប់ជាការលើកទឹកចិត្តខ្លួនយើងឧទាហរណ៍ថា nous sommes les pardon សំទោសណាឧទាហរណ៍ថា nous avons les dents longues ពួកយើងមានធ្មេញវែងឬក៏យើងនិយាយថាពួកយើងជាមនុស្សដែលមានមហិច្ឆតាអូខេបាទជួបគ្នាវីដេអូក្រោយៗទៀតណា